ចម្រើនពរញោមញាតិនេះគឺជារូបម្ដាយមេឃគាត់ស្លាប់កាលពីថ្ងៃទី22នៅឯភូមិកោកព្រិចឃុំកោករមៀតស្រុកថ្មពួកខេត្តបន្ទាយមានជ័យចម្រើនពរយ៉ាងកុំឲ្យខាតការទាំងឡាយទាំងពួងនេះខ្ញុំកណាលើកយកសភេសិនមួយលោកថាភិយោចកាមេអតេមដ្ឋយន្តិមានន័យថាអ្នកបរិភោគកាមរឹងរិតតែប្រាថ្នានៅកាមទាំងឡាយទៀតបនកាមទាំងឡាយទៀតអត្ថាធិប្បាយលោកពោលថាកាមបានដល់កាមគុណ5គឺរូបសំឡេងក្លិនរសផតពៈអ្នកបរិភោគកាមគឺបុគ្គលដែលបណ្ដោយខ្លួនឲ្យតាំងនៃក្នុងកាមគុណ5ដោយអំណាចនៃសេចក្តីប្រាថ្នាតែងតែប្រព្រឹត្តតាមអំពើចិត្តជានិច្ចអំពើចិត្តជានិច្ចកាមគុណទាំង5ជាគ្រឿងពន្លឿនចិត្តនៃសត្វលោកឲ្យធ្វើឲ្យសត្វលោកណាដែលបានបរិភោគដោយសេចក្តីសម្រេចជាប់ចំពាក្យញៀនពាក្យញៀនញោមញៀនញោមហើយមិនអាចដកចិត្តឲ្យឃ្លាតចេញពីវាបានឡើយបុគ្គលដែលបរិភោគកាមញឹកញយទៅទំហរេកទំហរេកក៏រឹតតែដោះលូតលាស់ច្រើនឡើងឯសេចក្តីប្រាថ្នាក៏រឹតតែកើតឡើងដែរព្រោះកាមទាំងពីរយ៉ាងកិលេសកាមកិលេសជាហេតុឲ្យប្រាថ្នាមួយវត្ថុកាមវត្ថុដែលគួរឲ្យប្រាថ្នាមួយតែងអាស្រ័យគ្នាទៅវិញទៅមកកិលេសកាមដែលជាហេតុញ៉ាំងសត្វលោកឲ្យប្រាថ្នាក៏ព្រោះអាស្រ័យនឹងវត្ថុកាមបើបានវត្ថុកាមបរិភោគកាមតាមប្រាថ្នាមកដល់ហើយកិលេសកាមរឹងរិតតែទាញចិត្តឲ្យប្រាថ្នាក្រៃលែងជាងដើមទៅទៀតឥតថយចុះឡើយព្រោះហេតុនោះទើបលោកពោលថាបុគ្គលអ្នកបរិភោគកាមរឹងរិតតែប្រាថ្នានៅកាមទាំងឡាយតទៅទៀតពុំចេះអស់បំចំណងសោះបានហើយទៅជាអីបើក្របានទៀតបានទៅច្រើនទៅមានចំណងទៀតសូមអនុមោទនា